សួរប្រិមត្តទេសជនបាទសូមស្វាគមន៍មកកាន់កម្មវិធីជីវិតកីឡាករនៅលើកញ្ចក់ទូរទស្សន៍ខ្មែរប៉ូលី 9 HD TV កម្មវិធីនេះគឺជាកម្មវិធីដែលបង្ហាញជូននៅបាទទេពកោសល្យក៏ដូចជាកីឡាករល្បីៗប្រចាំប្រទេសជាតិកម្ពុជាបាទអញ្ចឹងសប្តាហ៍ទី1នេះតើជាកីឡាករណាបាទមុននឹងជួបសូមជម្រាបជូនថាកម្មវិធីនេះនាំមកជូនអ្នកដល់ហើយផ្ដើមចេញពីទឹករ៉ែនិងវីតាមីន B2 B3 B5 B6 B12 និងតូរៀលក្រុមបច្ចេកវិទ្យាទាន់សម័យរបស់សហគមន៍អឺរ៉ុបបង្កើតបានជាភេសជ្ជៈស្របតាមស្តង់ដារប្រព័ន្ធសុវត្ថិភាពចំណីអាហារ FAIC 22000 ហើយភេសជ្ជៈបើកម្លាំងគ្មានសារធាតុគីមីរសជាតិឆ្ងាញ់បើកម្លាំងបន្តជាតិស្រវឹងភ្លាមអារម្មណ៍ស្រស់ថ្លាជំនួយស្មារតីក្នុងការបើកបរហើយកំពុងពេញនិយមនឹងចរាចរណ៍ជិត50ប្រទេសហើយភេសជ្ជៈបើកម្លាំងខ្លាំងលើសគេពីអឺរ៉ុបជាបន្តសូមអញ្ជើញប្រិយមិត្តទេសជនជួបជាមួយនឹងបាទខ្ញុំបាទសូមជម្រាបសួរដល់ទស្សនិកជនអស់ខ្ញុំបាទឈ្មោះសុយវទីគឺជាកីឡាករលេងនៅក្លឹបបឹងកេត SC ហើយនឹងជាកីឡាករក្រុមជំនឿជាតិផងដែរខ្ញុំលេងតួនាទីជាអ្នកចាំទីបាទបងចូលក្នុងវិស័យកីឡាករបាល់ទាត់នេះអស់រយៈពេលប្រហែលឆ្នាំបាទសម្រាប់ខ្ញុំគឺខ្ញុំចូលក្នុងវិស័យបាល់ទាត់គឺចាប់តាំងពីឆ្នាំ2008រហូតមកដល់បច្ចុប្បន្នបងអូខេបាទហើយលក្ខណៈពិសេសអ្វីខ្លះរបស់កីឡាករបាទក្នុងកីឡាករបាល់ទាត់បានចូលជ្រើសរើសបាទគឺដោយសារតែខ្ញុំឆ្លាញ់កីឡាបាល់ទាត់នេះតាំងពីតូចមកបងព្រោះខ្ញុំមានក្តីប្រាថ្នារបស់ខ្ញុំគឺខ្ញុំចង់លេងកីឡាករបាល់ទាត់នេះគឺធ្វើម៉េចគឺដល់គោលដៅគឺជាការចាប់ដើមរហូតឈានដល់ចំណុចដល់កំពូលដូចជាដើម្បីជាប់ជាមួយជាតិកម្ពុជាបាទអូខេគឺសម្រាប់ idol លំដាប់ថ្នាក់ពិភពលោករបស់បងគឺណាគេដែរបាទគឺសម្រាប់ idol របស់ខ្ញុំគឺAker Casillas បងជាអ្នកចាំទីអេស្ប៉ាញហើយនឹង Buffon ជាអ្នកចាំទីអ៊ីតាលីបងអូខេបាទអញ្ចឹងហើយក៏បានបងជ្រើសយកជំនាញក៏ដូចជាទូរទស្សន៍ផ្នែកចាំក្រុមនេះបាទហ្នឹងដោយសារតែខ្ញុំជ្រើសរើសដោយសារតែការស្រឡាញ់បងការស្រឡាញ់តាំងពីមកគឺខ្ញុំចូលចិត្តចាំទីបងចឹងបានធ្វើឲ្យខ្ញុំជ្រើសរើសយកកីឡាចាំទីកីឡាបាល់ទាត់ឲ្យជាអ្នកចាំទីនេះបាទតែកត្តាអ្វីខ្លះធ្វើដៃរបស់បងស្ដាប់ដែរបាទកត្តាដែលមានកត្តាសំខាន់ជាច្រើនដែលធ្វើឲ្យយើងខិតខំដល់ពេលបច្ចុប្បន្ននេះគឺដូចជាការខំប្រឹងប្រែងវឹកហាត់ជាពិសេសគឺគ្រូវិន័យនិងបែងចែកពេលវេលាបានច្បាស់លាស់ហើយនឹងស្ដាប់គ្រូហើយកត្តាដែលសំខាន់បំផុតនោះគឺយើងត្រូវតែពេលចប់ការវឹកហាត់របស់ជាមួយនឹងគ្រូជាមួយនឹងមិត្តយើងអស់គ្នាយើងត្រូវតែវឹកហាត់បន្ថែមទៀតសម្រាប់ខ្លួនយើងដើម្បីឲ្យកាន់បទពិសោធន៍យើងហើយនឹងបច្ចេកទេសយើងកាន់តែខ្ពស់ទៅអូខេបាទអញ្ចឹងរាល់ថ្ងៃតាំងពីចាប់ផ្ដើមដល់ឥឡូវគឺតែមួយក្លឹបទេមែនបាទសម្រាប់ខ្ញុំគឺខ្ញុំលេងដល់តា3ក្លឹបអីបងការខ្ញុំលេងដំបូងគឺលេងនៅក្លឹបបៀបរាយនឹងចូលដំបូងបំផុតបានហើយលោកគ្រូភាសវៈរាដែលគាត់ឥឡូវធ្វើគ្រូនៅតបនៅក្រសួងការពារជាតិហ្នឹងគាត់នាំខ្ញុំឲ្យទៅក្រសួងការពារជាតិបាទខ្ញុំចេញពីនេះទៅក្រសួងការពារជាតិតាំងពីឆ្នាំ2008ដល់នៅក្រសួងការពារជាតិនៅក្រសួងការពារជាតិបានផាត់ជាមួយនឹងគ្រូភារមគ្រូជាអ្នកចាំទីហៅឈ្មោះគាត់ហៅគ្រូឆែបបាទគាត់ជាអ្នកបណ្ដុះបណ្ដាលខ្ញុំមកដល់ពេលបច្ចុប្បន្នគឺខ្ញុំអត់ភ្លេចគុណគាត់ទេដោយសារតែគាត់នឹងបានខ្ញុំមានហើយនឹងគ្រូភារវៈរា2អ្នកហ្នឹងដោយសារតែ2អ្នកគាត់ដែលបានធ្វើខ្ញុំឈានដល់ចំណុចនេះបាទក្លឹបទី2ក្លឹបអីដែរក្លឹបទី2គឺក្រសួងការពារជាតិបន្ទាប់មកក្លឹបបណ្ដាក្លឹបគេផ្សេងៗគេឃើញជាភ្នំពេញក្រោនគេតាក់ទងខ្ញុំយកទៅគេទិញយកទៅបាទទិញយកទៅខ្ញុំនៅក្រសួងការពារជាតិរយៈពេល3ឆ្នាំខ្ញុំនៅឆ្នាំខ្ញុំចេញពីក្រសួងការពារជាតិ2014
ដើមចេញពីទឹករ៉ែនិងវីតាមីន B2 B3 B5 B6 B12 និងតូរៀលក្រមបច្ចេកវិទ្យាទាន់សម័យរបស់សហគមន៍អឺរ៉ុបបង្កើតបានជាភេសជ្ជៈស្របតាមស្តង់ដារប្រព័ន្ធសុវត្ថិភាពចំណីអាហារ FASC 22000 Hell ភេសជ្ជៈបើកម្លាំងគ្មានសារធាតុគីមីរសជាតិឆ្ងាញ់បើកម្លាំងបន្តជាតិស្រវឹងភ្លាមអារម្មណ៍ស្រស់ថ្លាជំនួយស្មារតីក្នុងការបើកបរ Hell កំពុងពេញនិយមនឹងចរាចរណ៍ជិត50ប្រទេស Hell ភេសជ្ជៈបើកម្លាំងខ្លាំងលើសគេពីអឺរ៉ុបបាទចេញទៅនៅក្លឹបភ្នំពេញក្រោនដល់ពេលហើយខ្ញុំនៅបាន2ឆ្នាំខ្ញុំចេញពីក្លឹបភ្នំពេញក្រោនមកនៅក្លឹបបឹងកេនក៏ដល់ពេលសប្តាហ៍ថ្ងៃបងបាទអញ្ចឹងសម្រាប់លោកក្នុងវិស័យនេះប្រហែលឆ្នាំហើយប្រឡូកតាំងពី2008មកដូចចូលបាទជិត10ឆ្នាំហើយចាំទីបាទអញ្ចឹងដៃសិនមែនទេប៉ះតោះអូខេបាទហើយប្រឡូករហូតដល់ឥឡូវនេះទទួលបានប្រហែលមេដាយហើយបាទសម្រាប់ខ្ញុំប្រឡូកមករយៈពេល10ឆ្នាំនេះគឺបានមេដាយមាសចូល5 6បាទបែរខ្ញុំយកតាមេដាយដែលសំខាន់យកមកបាទអានេះទៅបានឥឡូវបងមេដាយបានលីកឆ្នាំ2016ទៅចប់ឥឡូវបាទការខ្ញុំលេងនៅបឹងកេតមេដាយមាសបងមេដាយមាសបាទកម្មវិធីគេណាកម្មវិធីលីកមេកហ្វូនលីកបងអូមេកហ្វូនបាទបាទតបមកនេះគឺដូចខ្ញុំបានជាបន្តដូចនៅបណ្ដាតាមក្លឹបនានានេះគឺជាហ៊ុនតែងខាប់ការខ្ញុំលេងនៅក្លឹបទទួលការពិជាតិឆ្នាំ2010បាទបានមេដាយមាសហើយនេះ2014ការខ្ញុំនៅភ្នំពេញក្រោនបានមេដាយមាសបាទហើយនេះគឺពានអន្តរជាតិការហ្នឹងកាល2009គឺខ្ញុំលេងខ្ញុំចូលប្រឡូកតាំងពីឆ្នាំ2008មកដល់ពេលខ្ញុំចូលជាមួយជាតិ2009មកជាប់អូន23ខ្ញុំបានលេងនៅពានក្នុងស្រុក BIDG Cup តមកបានមេដាយមាស2009បាទនេះពានអន្តរជាតិបាទហើយដល់ពេលបច្ចុប្បន្ននេះត្រឹមតែនេះគឺខ្ញុំលេងនៅក្លឹបបឹងកេតបានជាប់លេងមេកុងខាប់បានចំណាក់លេខ2 Final មួយបរិរាមបានចំណាក់លេខ2គឺចាញ់ពេង2-1បាទហើយនៅមានពាន Man of the Match ហើយនឹងពានអ្នកចាំទីល្អបាទជានេះដែរតែជំនឿថាគឺខ្ញុំយកអត់បានយកមកតែប៉ុណ្ណឹងបាទអូខេបាទមានអ្វីផ្សេងទៀតអូនជួយរៀបរាប់អស់នេះប៉ុណ្ណឹងអូខេបាទហើយថ្ងៃនេះមកដល់កម្មវិធីយើងសូមបងប្អូនជួយចែករំលែកបទពិសោធន៍ផ្នែកចាំទីនេះជូនដល់ fan បាទដូចជាប្រិយមិត្តជូនបាទសូមប្រិយមិត្តខ្លះដែរបាទសម្រាប់ខ្ញុំគឺខ្ញុំមានបទពិសោធន៍ខ្លះដែរសម្រាប់យុវជនក្មេងជំនាន់ក្រោយដែលចូលចិត្តលេងវិស័យកីឡាបាល់ទាត់គឺទី1បំផុតគឺកត្តាដែលសំខាន់បំផុតគឺចង់ឲ្យខ្លួនរីកចម្រើនគឺសំខាន់គឺគ្រប់ពេលវេលាហើយនឹងបែងចែកពេលវេលាបានច្បាស់លាស់ហើយនឹងគ្រប់វិន័យហើយការវឹកហាត់ត្រូវតែយកចិត្តទុកដាក់ជាពិសេសបំផុតគឺពេលហាត់ចប់គឺយើងត្រូវហាត់ខ្លួនយើងបន្ថែមទៀតដើម្បីអភិវឌ្ឍខ្លួនយើងកាន់តែប្រសើរឡើងហើយជាផលសូមឲ្យបងប្អូនទាំងអស់ចូលរួមក្នុងវិស័យបាល់ទាត់វិស័យកីឡាមិនថាបាល់ទាត់ឬមួយក៏បដាវិស័យឲ្យតែវិស័យកីឡាគឺជាឆ្ងាយពីគ្រឿងញៀនអ្វីបាយមុខទាំងអស់ដើម្បីចូលរួមវិស័យកីឡាទាំងអស់គ្នាឲ្យប្រទេសជាតិយើងកាន់តែរីកចម្រើនហើយនឹងសូមអរគុណដល់ទស្សនិកជនទាំងអស់និងហ្វេនទាំងអស់ចូលរួមចែករំលែកវិស័យកីឡាយើងទាំងអស់គ្នាដើម្បីឲ្យប្រទេសយើងកម្ពុជាយើងរីកចម្រើនបាទសូមអរគុណអូខេបាទជឿតាំងពីបងចូលប្រឡូកក្នុងវិស័យនេះតើមានការលើកទឹកចិត្តមកពីខាងណាខ្លះដែរបាទសម្រាប់ខ្ញុំគឺខ្ញុំតាំងពីលេងវិស័យបាល់ទាត់នេះគឺមានការលើកទឹកចិត្តជាច្រើនដូចជាឯកឧត្តមសៅសខាដែលគាត់បានជួយឧបត្ថម្ភដល់ក្រុមជំនឿជាតិមិនថាឈុតធំឬឈុតទូចអស់គឺគាត់ជាអ្នករ៉ាប់រងទាំងអស់ហើយនឹងអរគុណដែលបណ្ដាក្រុមហ៊ុននានាដែលជួយ sponsor ឲ្យក្រុមជំនឿជាតិមិនថាក្រុមជំនឿជាតិគឺ sponsor តាមបណ្ដាក្លឹបនានាសូមអរគុណពួកគាត់ជាច្រើនអូខេបាទប្រិមិត្តទេសនិកវិទ្យាបាទកម្មវិធីជួបជាមួយនឹងជីវិតកីឡាករជួបជាមួយនឹងកីឡាករសុយស៊ីបាទដែលជាអ្នកចាំគូនបាទដ៏មានប្រជាប្រិយភាពប្រចាំប្រទេសជាតិកម្ពុជាក៏បានជិតដល់ទីបញ្ចប់ហើយយើងក៏សូមអរគុណដល់ម្ចាស់ឧបត្ថម្ភកម្មវិធីគឺភេសជ្ជៈបើកម្លាំង Hell សំចេញពីទឹករ៉ែ Hell គ្មានសារធាតុគីមី Hell ភេសជ្ជៈបើកម្លាំងខ្លាំងលើសគេមកពីអឺរ៉ុបបាទយើងប្រិមិត្តត្រូវការបើកម្លាំងភេសជ្ជៈបើកម្លាំងសុទ្ធ 100% កុំភ្លេចភេសជ្ជៈបើកម្លាំង Hell អូខេអរគុណច្រើនជួបគ្នានៅវគ្គក្រោយទៀតបាទសូមអរគុណ Hell ផ្
ដើមចេញពីទឹករ៉ែនិងវីតាមីន B2 B3 B5 B6 B12 និងតូរៀលក្រមបច្ចេកវិទ្យាទាន់សម័យរបស់សហគមន៍អឺរ៉ុបបង្កើតបានជាភេសជ្ជៈស្របតាមស្តង់ដារប្រព័ន្ធសុវត្ថិភាពចំណីអាហារ FASC 22000 Hell ភេសជ្ជៈបើកម្លាំងគ្មានសារធាតុគីមីរសជាតិឆ្ងាញ់បើកម្លាំងបន្តជាតិស្រវឹងភ្លាមអារម្មណ៍ស្រស់ថ្លាជំនួយស្មារតីក្នុងការបើកបរ Hell កំពុងពេញនិយមនឹងចរាចរណ៍ជិត50ប្រទេស Hell ភេសជ្ជៈបើកម្លាំងខ្លាំងលើសគេពីអឺរ៉ុប